អង្គយើងខ្ញុំសូមគោរពដល់លោកគ្រូនិងសិក្សានុសិស្សដែលនៅក្នុងបន្ទប់នេះខ្ញុំមានឈ្មោះកើនកញ្ចនាឬថ្នាក់ទី5កនៃសាលាបឋមសិក្សាបាត់ត្រង់សេចក្តីបរិញ្ញានៅវិសិស្សសង្ការកន្លងផុតទៅថ្មីនេះខ្ញុំបានទៅលេងផ្ទះដែលជីតានៅខ្ញុំនៅឯស្រុកស្រែពេលនោះជារដូវដែលត្រជាក់កសិករយើងកំពុងដកស្ទូងហើយជារដូវដែលនាំឲ្យចិត្តខ្ញុំនឹកឃើញជានិច្ចនៅទេសភាពដ៏ត្រកាលគ្មានពីរពេលព្រឹកព្រលឹមថ្ងៃព្រះអាទិត្យបំពេញពន្លឺក្រហមពងលឿងព្រឿងពីទិសបូសកម្មភាពនិងសម្រស់ធម្មជាតិដែលបានលក់ស្កល់ក្នុងរាត្រីកាលដ៏មានជីវិតរស់ឡើងវិញនៅតាមផ្លូវកាលស្រែដែលមានទឹកហូរលិចសង្លងពឿបៃតងចាស់ស្ងាត់សង្រឹងសង្វេគដាច់កន្ទុយថ្មេកកំណត់ទឹកភ្លៀងពីពេលយប់បានដកជឿបនឹងស្លឹកស្រូវមើលទៅហាក់ដូចជាក្រាបពេជ្រពីសែនដេកជាមួយនឹងរស័យព្រះអាទិត្យដើមថ្នោតរាវឈរបង្ហូតយ៉ាងសង្ហាជាជួរតាមពន្លឺស្រែនានាដូចជាស្រកពួយការពារដងតោដែលទៅឈប់តោះសូមជម្រាបសូមជម្រាបលាលោកគ្រូនិងសិស្សានុសិស្សដែលនៅទីនេះសូមអោយអ្នកស្ដាប់មានសុខភាពល្អជាបឋមខ្ញុំសូមជម្រាបសួរដល់លោកគ្រូសិស្សានុសិស្សដែលមានវត្តមាននៅទីនេះថ្ងៃនេះខ្ញុំមកអានសេចក្តីពរនាដែលមានខ្លឹមសារដូចជាសូមស្ដាប់ដូចតទៅកាលពីថ្ងៃអាទិត្យមុនខ្ញុំនិងគ្រួសារបានធ្វើដំណើរទៅកម្សាន្តនៅស្រុកស្រែចំពេលរដូវរំហើយមានស្រូវទុំពេញវាលស្រែទេសភាពវាលស្រែធំល្វឹងល្វើយដាច់កន្ទុយភ្នែកខ្ញុំឃើញស្រូវទុំដេលដាស់មានពណ៌លឿងឆ្អិនឆ្អៅដូចក្រមាលព្រំមាសកសិករក្មេងចាស់ប្រុសស្រីខ្លះកំពុងច្រូតកាត់ខ្លះទៀតកំពុងរៀបចំជូនកំដាប់ស្រូវចូលក្នុងរទេះដើម្បីដឹកទៅភូមិទុកបែននាពេលរាត្រីពួកគាត់ច្រូតស្រូវបណ្ដើច្រៀងលេងបណ្ដើនិងនិយាយចំណែចំណានគ្នាបណ្ដើធ្វើឲ្យបរិយាកាសមានភាពសប្បាយរីករាយភ្លេចការនឿយហត់ក្នុងការធ្វើការងារដែលស្ថិតក្រោមកម្ដៅព្រះអាទិត្យនៅវាលស្រែយូរម្ដងមានខ្យល់បក់រំភើយនាំមកនៅក្លិនប្រហើររបស់ស្រូវទុំនិងក្លិនលំអឈ្ងុយឆ្ងាប់ជាប់នាសាធ្វើឲ្យខ្ញុំស្រោបមិនជឿន
ណាយនិងសប្បាយរីករាយនឹងទេសភាពវាលស្រែនៅរដូវច្រូតជាមួយកសិករក្នុងពេលប្រមូលផលនេះដែរទេសភាពវាលស្រែនេះរដូវចម្រូតពិតជាមានភាពទាក់ទាញគួរឲ្យចាប់អារម្មណ៍និងចង់ឃើញទស្សនភាពនេះម្ដងទៀតខ្ញុំស្រឡាញ់ទេសភាពវាលទីបញ្ចប់ខ្ញុំសូមជម្រាបលាដល់លោកគ្រូសិស្សានុសិស្សដែលបានស្ដាប់សេចក្តីពរនានេះសូមឲ្យលោកគ្រូនិងសិស្សានុសិស្សមានសុខភាពល្អ